កម្ពុជាវិតម្លៃបែបណាចំពោះសកម្មភាពជាឯកតោភាគីរបស់ថៃនាពេលថ្មីៗនេះតាមបណ្ដោយព្រំដែនក្នុងតំបន់ដែលមិនទាន់ត្រូវបានដោះស្រាយហើយការវិវត្តតាមបណ្ដោយព្រំដែនកម្ពុជាថៃបានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងជាពិសេសពាក់ព័ន្ធនឹងសកម្មភាពជាឯកតោភាគីរបស់ថៃដែលកំពុងបន្តធ្វើនៅក្នុងតំបន់ដែលមានបញ្ហាអធិបតេយ្យភាពនៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងការរៀបចំដើម្បីផ្លាស់ប្ដូរផ្នែករដ្ឋបាលផ្សេងៗដែលបានធ្វើឡើងនៅលើទីតាំងដែលខ្លួនប្រើកម្លាំងដើម្បីដណ្ដើមកាន់កាប់គឺជាសកម្មភាពដែលផ្ទុយពីច្បាប់អន្តរជាតិទាំងស្រុងចំណែកឯការបង្កើតស្ថានភាពថ្មីនៅលើដីផ្ទាល់ខណៈពេលដែលការចរចាមិនទាន់បញ្ចប់គឺជាសកម្មភាពដែលផ្ទុយពីស្មារតីនៃការដោះស្រាយជម្លោះដោយសន្តិវិធីនិងស្មោះត្រង់ដើម្បីដំណោះស្រាយយូរអង្វែងរវាងប្រទេសទាំងពីរគោលការណ៍ដឹកនាំនៅក្នុងទំនាក់ទំនងអន្តរជាតិបានបញ្ជាក់យ៉ាងច្បាស់ថាភាគីជម្លោះត្រូវតែជៀសវាងនៅទង្វើដែលធ្វើឲ្យស្ថានភាពជម្លោះកាន់តែមានភាពធ្ងន់ធ្ងរឬឈានទៅពង្រីកជម្លោះកត្តាទាំងនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងច្បាប់អន្តរជាតិនិងត្រូវបានបញ្ជាក់ម្ដងហើយម្ដងទៀតនៅក្នុងការអនុវត្តទាំងនៅក្នុងតំបន់និងនៅកម្រិតសកលគោលការណ៍នេះក៏ត្រូវបានគេបញ្ចូលនៅក្នុងបទដ្ឋានរបស់អាស៊ានស្តីពីការអត់ធ្មត់ការពិគ្រោះយោបល់និងការដោះស្រាយវិវាទដោយសន្តិវិធីដែលជាបទដ្ឋានដែលប្រទេសថៃបានគាំទ្រនិងអនុម័តមកយូរហើយផងដែរ